បានជាបិទបាំងខ្ញុំរហូតហេតុអ្វីបានជាបោកប្រាស់ខ្ញុំរហូតហេតុអ្វីអ្នកបាននិយាយហើយថាអ្នកត្រូវបានគេចោទប្រកាន់ខុសតើអ្នកអាចឆ្លើយបានទេអេប្អូនប្រុសសូមឆ្លើយសំណួររបស់យើងសិនសូមឆ្លើយមកសូមឆ្លើយសំណួររបស់យើងតើអ្នកជាឃាតករឬសូមឆ្លើយសំណួររបស់យើងលីថាប៉ូលីសធ្វើបាបអ្នកក្នុងគុកតើអ្នកនឹងលួចនិយាយអ្វីមួយឬតើអ្នកត្រូវបានគេលាតត្រដាងតាមរយៈការក្រមើលឬសូមឆ្លើយសំណួររបស់យើងតើអ្នកមានមតិយោបល់អ្វីអំពីរឿងនេះទេឆ្លើយមកសូមឆ្លើយមកខ្ញុំគិតថាពួកគេយកចិត្តទុកដាក់ចំពោះខ្ញុំខ្លាំងណាស់ថ្ងៃនេះខ្ញុំសង្ឃឹមថាអ្នកអាចមានអំណាចអ្នកមិនទាន់បានឆ្លើយសំណួររបស់យើងនៅឡើយទេឃាតករមិនត្រូវស្លាប់ទេសូមលោកអ្នកឆ្លើយបន្តិចបានទេតើពិតមែនទេដែលអ្នកមិនបានលួចសូមឆ្លើយសំណួរនេះសូមលោកអ្នកឆ្លើយសំណួរនេះម្ដងទៀតបានទេកាំងគឺជាកូនរបស់ពួកគេប៉ុន្តែបានស្លាប់បាត់ទៅហើយមែនហើយខ្ញុំគិតថាយើងប្រហែលជាដើរខុសផ្លូវហើយការគិតច្រើនពីមូលហេតុនៃការស្លាប់របស់កាំងនិងហេតុផលរបស់ដាវបាគឺគ្រាន់តែជាការស្មានប៉ុណ្ណោះគួរតែយើងផ្ដោតទៅលើការបំបែករូបភាពជីដូនចិត្តល្អដែលគាត់បានបង្ហាញទៅកាន់សាធារណជនវិញតាមពិតគឺរឿងគាត់ទៅលេងកូនក្រៅអាពាហ៍ពិពាហ៍របស់គាត់បានលេចធ្លាយទៅប្រព័ន្ធផ្សព្វផ្សាយនេះជាវិធីល្អបំផុតដើម្បីផ្ដួលគាត់ដល់ពេលនោះយើងអាចប្រើប្រាស់កម្លាំងសាធារណជនដើម្បីស៊ើបអង្កេតបានហើយចុះយើងប្រើល្បិចតាក់ពោះចេញពីរន្ធវិញទៅ新婚快乐！អរគុណ恭喜！អរគុណ感谢。是裴翔。សូមទោសសម្រាប់ទៅយើងគ្រាន់តែសម្ដែងទេពួកគេបានរកឃើញកន្លែងលាក់ខ្លួនរបស់ខេងហើយឆ្មាំនៅគោលដៅបានតាក់ទងខ្ញុំច្រើនដងហើយពួកគេមិនអនុញ្ញាតឲ្យខ្ញុំទេខ្ញុំមិនឲ្យកូនប្រុសខ្ញុំសម្រាប់ដោយសន្តិភាពទេពួកគេគួរតែបានផ្ដល់ឲ្យខ្ញុំនៅឆែហេងយើងគ្រាន់តែត្រូវស្វែងរកតន្ត្រីល្អប៉ុណ្ណោះវាគ្រាន់តែជាការសម្ដែងមួយប៉ុណ្ណោះគូឡៃអរគុណពួកគេគួរតែចាប់នុយឆាប់នេះតោះថតរូបកូនក្រមុំនិងកូនកំឡោះកាយបារូបថតទៅចុះស្ដារគាត់ពិតជាឃាតករមែនឃាតករคล้ายគឺជាឃាតករពិតឃាតករតើមានរឿងអ្វីកើតឡើងចំពោះឃាតករម្នាក់នេះខ្ញុំមិនមែនជាមនុស្សកុហកទេដូច្នេះខ្ញុំគ្រាន់តែនិយាយថាខ្ញុំបានសម្លាប់នរណាម្នាក់ឃាតករកុំប៉ះខ្ញុំអីអ្នកទោសអូផ្កាយទាំងឡាយគាត់មិនអាចចាញ់បានទេបើមិនដូច្នោះទេសូមសរសេរសៀវភៅមួយក្បាលមកខ្ញុំសួស្តីតើអ្នកចង់បានអ្វីឲ្យប្រាកដលេងផ្កាយទៅតោះលេងកូនស្រីខ្ញុំបើដូច្នោះតើអ្នកណានឹងទុកកូនប្រុសរបស់ខ្ញុំមិនបានសម្លាប់កូនប្រុសរបស់អ្នកទេយប់នោះខ្ញុំបានឆ្លៀតឱកាសពីគូស្នេហ៍របស់ខ្ញុំដឹងព្រោះខ្ញុំបានឃើញអ្នកដេកលើដីឧត្តមភាពដូច្នេះវាជាគាត់ទាំងអស់មែនទេអ្នកបានដាក់ខ្ញុំក្នុងស៊ុំបន្ទាប់មកហេតុអ្វីបានជាអ្នកជួយខ្ញុំ
បើមិនមែនសម្រាប់អ្នកទេខេងរបស់ខ្ញុំក៏មិនមានដែរចៅមានបានរកឃើញវាហើយម៉ាក់ឲ្យកូនធ្វើវាហើយមានរឿងអ្វីកើតឡើងតើពួកគេកំពុងលាក់បាំងអ្វីបង្ហាញខ្ញុំនៅព័ត៌មានមួយចំនួនអំពីផ្កាយខ្លាយសេវាយកវាចេញយកវាចេញឲ្យវាមកខ្ញុំឲ្យវាមកខ្ញុំរងចាំខ្ញុំឲ្យអ្នកកូនស្រីត្រូវចំណាយជីវិតមានព័ត៌មានអ្វីទេលោកគូយើងបានដឹងអំពីកូនប្រុសរបស់លីឡាអាសៀឋានគោលដៅរបស់សេខេងមិនអីទេឡតើអ្នកមិនគួរដូចខ្ញុំទេដូចជាខ្ញុំស្អប់ឪពុកចាស់ដ៏អាក្រក់របស់គាត់តើពួកគេស្អប់យ៉ាវដែរទេហេបើមិនមែនដោយសារស្ត្រីវេនយីយុននោះទេមានអ្នកប្រាប់អ្នកថាខ្ញុំមិនដឹងថាខ្ញុំនឹងក្លាយជាអ្នកត្រូវបានរក្សាទុកក្នុងទីងឹតយូរមកហើយអ្វីតើគាត់បានប្រាប់អ្នកទេគាត់ច្បាស់ជាបានសន្យាជាមួយខ្ញុំសម្រាប់តែក្មេងល្ងងម្នាក់នេះទេអ្នកខ្ញុំបានបញ្ជូនគាត់ទៅសិក្សានៅបរទេសជាច្រើនឆ្នាំក្រោយមកពួកគេថែមទាំងបាននិយាយថាពួកគេអាចត្រឡប់មកវិញហើយទទួលមរតកវាបានមរតករបស់ឪពុកអ្នកបានកុហកខ្ញុំមិនកុហកអ្នកទេសូមឲ្យខ្ញុំពន្យល់អំពីការទទួលមរតកករណីខ្ញុំពិតជាមិនបានកុហកអ្នកទេសាក់លពងកុហកខ្ញុំម្ដងទៀតអ្នកមិនដែលស្រឡាញ់ខ្ញុំទេខ្ញុំកំពុងផ្ដល់ឲ្យអ្នកនៅជំរឿនពីឥឡូវនេះឬអ្នកដោះស្រាយជាមួយគាត់ដោយខ្លួនឯងឬខ្ញុំនឹងសម្អាតសម្រាប់ឪពុករបស់ខ្ញុំគ្រប់គ្រងវាផតថលផ្លាស់ទីមិនចង់បានមិនចង់បានតើអ្នកកំពុងធ្វើអ្វីមិនចង់បាន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 ខូលខើខូលខើខូលខើខ្ញុំនឹងព្យាបាលគាត់ឲ្យបានល្អខូលខើអ្នកទាំងអស់គ្នាសុទ្ធតែជាសត្វតិរច្ឆានថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យអ្នកមានសុខភាពល្អតែនោះត្រូវបានប្រគល់មកវិញខ្ញុំមិនបានសម្លាប់នាងទេយ៉ាងថេងមិនមែនជាខ្ញុំទេនាងជាអ្នកសម្លាប់កូនប្រុសខ្ញុំឲ្យសម្លាប់កូនប្រុសខ្ញុំចោលទៅចាងទីងបានសម្លាប់កាងខ្ញុំនិងស៊ីស៊ីសុទ្ធតែគ្មានទោសអ្នកបានជ្រើសរើសមនុស្សខុសហើយពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់គ្រូសាលីហើយពួកគេទាំងអស់គ្នាមានពូជពង្សដូចគ្នាឈាមរបស់គ្រូសាលីត្រូវតែប្រើសម្រាប់ខ្ញុំកងនឹងចំណាយដោយជីវិតរបស់គាត់ចៅវាយតើយើងគួរឈប់ធ្វើបែបនេះទេបន្តទៅមុខទៀតកាងស្ថិតនៅស្ថានសួគ៌វាក៏មិនមានសន្តិភាពដែរតើខ្ញុំអាចឈប់ដោយរបៀបណាតើខ្ញុំត្រូវឈប់ដោយរបៀបណាកូនប្រុសខ្ញុំឲ្យសម្លាប់កូនប្រុសខ្ញុំចោលទៅខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលខ្លាចជាអ្នកចាញ់ដោយសារការតស៊ូឥតឈប់ឈរម្ដាយដែលចាញ់ម៉ាក់វាជាកំហុសរបស់ខ្ញុំដែលមិនបានមើលថែកូនរបស់យើងឲ្យបានល្អវាគឺជាខ្ញុំបានបំផ្លាញអាជីវកម្មរបស់គ្រួសារលីទេហេតុអ្វីបានជាព្រះប្រព្រឹត្តចំពោះខ្ញុំបែបនេះហេតុអ្វីខ្ញុំមិនបានធ្វើអ្វីខុសទេខ្ញុំមិនបានធ្វើអ្វីខុសទេមែនហើយវាគឺជាគាត់និងស្វាមីរបស់គាត់ដូច្នេះគាត់បានសម្លាប់គាត់វាជាកំហុសរបស់គាត់ទាំងអស់វាជាកំហុសរបស់គាត់ខ្ញុំបានសម្លាប់អ្នកខ្ញុំនឹងសម្លាប់អ្នកកូនខ្ញុំកូនប្រុសខ្ញុំកូនខ្ញុំជីតាម៉ាក់ឲ្យម៉ាក់ជីតា
ខ្ញុំសូមអង្វរអ្នកចាប់ពីពេលនេះទៅខ្ញុំនឹងព្យាយាមការពារអ្នកអស់ពីលទ្ធភាពខ្ញុំពិតជាស្រឡាញ់អ្នកខ្លាំងណាស់ខ្ញុំស្រឡាញ់អ្នកជនសង្ស័យមើលែនត្រូវបានផ្តន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋយ៉ាវឆេងត្រូវបានផ្តន្ទាទោសពីបទឃាតកម្មដោយចេតនាហើយករណីនេះពិតជាមានមែនត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតម៉ាក់សូមអបអរសាទរតើអូនព្រមរៀបការជាមួយបងទេចាស់ខ្ញុំព្រមមកកូនកំឡោះកូនក្រមុំពួកយើងថតរូបមក3 2 1ចាប់យករូបភាព